ប្រទេសទាំង10ដែលសម្បូរព្រៃឈើបំផុតនៅលើពិភពលោកប្រទេសទាំង10មានព្រៃឈើសម្បូរជាងគេបំផុតក្នុងលោកដែលភាគច្រើនបណ្ដាលមកពីផ្ទៃដីទាំងនោះមានទំហំធំនិងមួយផ្នែកទៀតគឺដោយសារការអភិរក្សនិងការខិតខំប្រឹងប្រែងថែរក្សាចង់ដឹងថាមានប្រទេសណាខ្លះសម្បូរព្រៃឈើតោះយើងអញ្ជើញទៅតាមដានទស្សនានៅក្នុងវីដេអូនេះទាំងអស់គ្នាទី1ប្រទេសរុស្ស៊ីប្រទេសនេះមានផ្ទៃដីព្រៃឈើប្រមាណ8លាន 149,300 គីឡូម៉ែត្រការ៉េទី2ប្រទេសកាណាដាប្រទេសនេះមានព្រៃឈើប្រមាណ 4,916,438 គីឡូម៉ែត្រការ៉េទី3ប្រទេសប្រេស៊ីលប្រទេសនេះមានព្រៃឈើប្រមាណ 4,76,980 គីឡូម៉ែត្រការ៉េទី4សហរដ្ឋអាមេរិកសហរដ្ឋអាមេរិកមានព្រៃឈើប្រមាណ 3,150,950 គីឡូម៉ែត្រការ៉េទី5ប្រទេសចិនប្រទេសចិនមានព្រៃឈើប្រមាណ 2,83,210 គីឡូម៉ែត្រការ៉េទី6ប្រទេសអូស្ត្រាលីប្រទេសនេះមានព្រៃឈើប្រមាណ 1,469,832 គីឡូម៉ែត្រការ៉េទី7សាធារណរដ្ឋប្រជាធិបតេយ្យកុងហូដែលមានព្រៃឈើប្រមាណ 1,172,704 គីឡូម៉ែត្រការ៉េទី8ប្រទេសអាសង់ទីនប្រទេសអាសង់ទីនមានព្រៃឈើប្រមាណ 9,45,336 គីឡូម៉ែត្រការ៉េទី9ប្រទេសឥណ្ឌូនេស៊ីប្រទេសឥណ្ឌូនេស៊ីមានព្រៃឈើប្រមាណ 8,94,950 គីឡូម៉ែត្រការ៉េទី10ប្រទេសឥណ្ឌាប្រទេសឥណ្ឌាមានព្រៃឈើប្រមាណ 8,2,088 គីឡូម៉ែត្រការ៉េសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់